Hello ពួកប្តីអ្នកគ្នាជួបជាមួយខ្ញុំបាទ Mr. Long ម្ដងទេបាទថ្ងៃនេះគឺខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបបង្កើត account Roblox បាទវាមានអីបាក់ដែរបាទ easy ទេបាទហើយយើងចូលទៅកាន់របៀបបង្កើតទាំងអស់គ្នាបាទជំហានដំបូងយើងចុចពាក្យ sign up នេះមកបាទអូខេបាទបន្ទាប់ពីចុចកន្លែងហ្នឹងហើយវានឹងឲ្យយើងបំពេញថ្ងៃខែកំណើតរបស់ account ហ្នឹងបាទហើយខ្ញុំប្រាប់អ្នកគ្នា account ទាំងអស់របស់ Roblox ហ្នឹងយើងខ្ញុំដាក់យើងកើតនៅឆ្នាំ2000ណាថ្ងៃខែដែលយើងកើតនៅក្នុង account ហ្នឹងបាទឥឡូវយើងដាក់ឆ្នាំ2000ទៅវាល្អជាងបាទបន្ទាប់ពីដាក់រួចហើយយើងគេឲ្យយើងបំពេញឈ្មោះបាទឥឡូវយើងធ្វើការបំពេញឈ្មោះដល់អ្នកគ្នាទៅបាទឥឡូវខ្ញុំធ្វើការដាក់ឈ្មោះវារួចអស់ហើយឈ្មោះដែលដាក់នេះធ្វើម៉េចដាក់ឲ្យត្រូវលក្ខខណ្ឌរបស់វាបាទវាគ្រីទាំងអស់ឥឡូវខ្ញុំធ្វើដាក់ឈ្មោះធម្មតាអ្នកគ្នាមើលឥឡូវដាក់ឈ្មោះ Mr. Long ចេះឥឡូវបាទគេថាវាឲ្យយើងចូលទេបាទវាឲ្យយើងថែមលេខថែមអីចឹងទៅបាទអូខេថែមលេខរួចបានវាឲ្យចូលបាទអាហ្នឹងឈ្មោះតើយើងដាក់លេខដាក់អីបាទតែឥឡូវខ្ញុំដាក់ឈ្មោះនេះខ្ញុំហ្នឹងវាស្រួលជាងបាទចង់ដាក់ឈ្មោះ Mr. Long ទេបាទអូខេតទៅពីដាក់ហ្នឹងហើយយើងគេឲ្យយើងពេញលេខកូដបាទលេខកូដហ្នឹងគេឲ្យយើងបំពេញចាប់ពី8ខ្ទង់ឡើងទៅបាទតែដាក់ចាំលេខកូដហ្នឹងអាភ្លេចចោលហើយខ្ញុំធ្វើការដាក់លេខកូដខ្ញុំសិនបាទលេខកូដនេះដាក់ for បានលេខក៏បានដែរបាទឥឡូវខ្ញុំបានបំពេញជាមួយនឹងលេខកូដរួចហើយបាទតែខ្ញុំអត់បើកឲ្យអ្នកគ្នាមើលទេបាទខ្លាចអ្នកគ្នាចូល account ហ្នឹងបាទបន្ទាប់ពីបំពេញលេខកូដរួចហើយដាក់ឈ្មោះរួចហើយថ្ងៃខែឆ្នាំកណ្ដាលរួចហើយយើងមកដាក់ page បាទនេះយើង free ដាក់ free ទៅយើងប្រុសដាក់ប្រុសទៅបាទខ្ញុំប្រុសខ្ញុំដាក់ប្រុសដល់ហើយរួចទៅយើងចុចពាក្យ sign up មកយើងពេញឲ្យរួចអស់ហើយបាទឥឡូវខ្ញុំចាំ plan បាទទៅទៀតវា login ចូល account ហ្នឹងហើយបាទឥឡូវនេះគឺថាយើងបានបង្កើត account Roblox មួយរួចជា flash ហើយបាទគឺយើងអាចលេង game អាចលេងអីធម្មតាបានដែរបាទវាអត់មានអីពិបាកទេបាទហ្នឹងគឺជារបៀបបង្កើត account Roblox ណាអញ្ចឹងវាមានតែប៉ុណ្្នឹងទេបាទវីដេអូហ្នឹងបាទជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ